ថៅកែហាងពូកសុកហេងឲ្យកូនស្រីច្បង SG ទៅមើលការខុសត្រូវជំនួសក្រោយឆេះឃ្លាំងអីវ៉ាន់ក្រោយជួបទឹកធំដោយសារអគិភ័យឆាបឆេបឃ្លាំងខ្ទេចអស់ហើយនោះសភាពផ្លូវចិត្តផ្លូវកាយថៅកែហាងពូកសុកហេងមិនទាន់មានភាពប្រសើរឡើងឡើយនៅពេលម្ដាយមានទុកបែបនេះកញ្ញា SG ដែលល្បីខ្លាំងនៅបណ្ដាញសង្គម TikTok ពេញផ្ទៃប្រទេសក៏បានចូលខ្លួនមកជួយរំលែកការងារលំបាកក្នុងគ្រួសារក្នុងនាមជាកូនស្រីច្បងលោកស្រីសុកហេងម្ចាស់ក្រុមហ៊ុន Jasmine សម្ភារៈបន្ទប់គេងលក់គ្រឿងសំណង់និងគ្រឿងសង្ហារឹមនិងសម្ភារៈផ្ទះបាយទំនើបហើយគេស្គាល់ជាពិសេសថាលោកស្រីលក់ពូកសុខភាពបានជួបហេតុការណ៍រន្ធត់ដែលឃ្លាំងស្តុកសម្ភារៈត្រូវអគិភ័យឆាបឆេះអស់គ្មានសល់កាលពីល្ងាចថ្ងៃទី27ខែកុម្ភៈកន្លងទៅភូមិសៀកិច្ចហៅ SG គឺជាកូនស្រីរបស់ថៅកែសុកហេងដែលមានអ្នកលេងបណ្ដាញសង្គមស្គាល់ច្រើនមែនទែនតាមរយៈវីដេអូរាំលេងនៅមុខភូមិគ្រឹះបង្ហោះលើ TikTok រហូតល្បីដល់អ្នកនៅអឺរ៉ុបក៏ភ្ញាក់ផ្អើលនឹងរូបសម្រស់សមត្ថភាពនិងទ្រព្យធននៃក្រុមគ្រួសារនាងដែរSG មិនត្រឹមតែមានរូបសម្រស់តែចំណេះដឹងក៏មិនធម្មតានោះដែរតាមរយៈវីដេអូបង្ហាញថា SG ត្បិតតែមកត្រូវទទួលការងារជំនួសម្ដាយភ្លាមក៏ពិតមែនតែនាងអាចធ្វើបានទោះមិនទាន់ល្អក៏ពិតមែនតែនៅខាងមុខនិងរលូនជាក់ជាពុំខានថៅកែស្រីបានបញ្ជាក់ថាកូនស្រីច្បង SG ពីមុនក៏ធ្លាប់ជួយការងារខ្លះដែរតែទទួលបន្ទុកផ្នែកក្រដាសស្នាមលុយកាក់ប្រាក់ខែបុគ្គលិកប៉ុណ្ណោះតែក្រោយហេតុការណ៍ឆេះឃ្លាំងអីវ៉ាន់អស់នាងបានមកជួយការងារទាំងស្រុងរបស់លោកស្រីដែលនោះជាសម្ពាធមួយសម្រាប់ក្មេងស្រីវ័យ20ឆ្នាំស្ដើងដូចជា SG គូបញ្ជាក់ថាថៅកែស្រីដែលល្បីចូលចិត្តភាពសាមញ្ញនៃជីវិតរូបនេះជួបគ្រោះអគ្គិភ័យ3ដងមកហើយមានទាំងឃ្លាំង2ដងដោយលើកទី1នៅទល់មុខមន្ទីរពេទ្យរុស្ស៊ីកាលពីអំឡុងឆ្នាំ2019និងលើកទី2សប្តាហ៍មុនស្ថិតនៅសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនិងភូមិគ្រឹះម្ដងកាលពីឆ្នាំ2023